ឃើញតែហ៊ានសៀមចូលប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅនាងសុភ័ក្រកុសុមៈក្តៅស្លឹកត្រចៀកប្រលះអ្នកនៅកំតោរបស់សៀមគួរចេះឈឺខួរឃើញទង្វើសាហាវប្រិយផ្ស័យរបស់យោធាសៀមវាយកំទេចផ្ទះប្រជាពលរដ្ឋហើយថែមទាំងលួចទ្រព្យសម្បត្តិទាំងអស់រួចថតវីដេអូបង្ហោះសើចសប្បាយមិនខ្វល់ពីទុក្ខលំបាកប្រជាជនកម្ពុជាគណៈមហាជនជាច្រើនផ្ទុះកំហឹងយ៉ាងខ្លាំងនិងផ្ដាំតកូនតចៅលាក់ស៊ីឲ្យជាប់ចូល3ទៅ4ឆ្នាំហើយណាបងប្រើអីក៏អត់ត្រូវដែរខ្ញុំប្រើអីអត់ត្រូវផងតែដល់ពេលខ្ញុំប្រើហ្វូមនេះខ្ញុំមានអារម្មណ៍មួយថាថ្លាមុខហើយនឹងវាកាត់បន្ថយម្ដងតិចគេថាខ្ញុំផ្លៃច្រើនអញ្ចឹងណាបងនិយាយទៅបើថាភាគរយគឺអាច80ទៅ90អត់បាច់ច្រើនមែនតើមកឲ្យមានអារម្មណ៍ថាខ្លួនឯងពីមុនហើយឥឡូវខុសគ្នាឆ្ងាយផលិតផលហ្វូមលាងមុខចាគូប៊ីគឺជាផលិតផលដែលផលិតដោយរោងចក្ររបស់ប្រទេសចិនហើយស្តង់ដារគឺហុងកុងតែម្ដងបងប្អូនទាំងគ្នាផលិតផលនេះបានចុះប្រវត្តិត្រឹមត្រូវអញ្ចឹងនៅពេលដែលបងប្អូនប្រើឲ្យទំនុកចិត្តប្រើដោយភាពជឿជាក់ពីព្រោះហ្វូមរបស់ខ្ញុំអត់មាននៅសារជាតិបកកាត់បណ្ដាយខូចមកនោះទេស្របពេលជាមួយគ្នានោះផងដែរគណៈយោធាសៀមនៅតែផ្កើនអត់ទ្រាំមិនបានពិធីករណីអ្នកនាងសុភ័ក្រកុសុមៈក្តៅដូចបាយពុះប្រលេះយោធាសៀមដែលជាចៅចូលមកលួចរបស់គេគ្រប់សពជាពិសេសអ្នកនាងផ្ដាំទៅបុគ្គលមួយចំនួនដែលនៅតែគ្រប់គ្រងផលិតផលសៀមគួរចេះឈឺចាប់នេះបើតាមអ្នកនាងសុភ័ក្រកុសុមៈបានបង្ហោះសារថាប្លន់ដីផងប្លន់ទ្រព្យសម្បត្តិផងពួកសត្វត្រីឆានគ្មានចិត្តមេត្តាធ្វើបាបប្រជាជនស្លូតត្រង់ផ្ដាំតកូនតចៅហើយសូមផ្ដាំអ្នកមួយចំនួនដែលនៅតែបន្តប្រើប្រាស់របស់ចៅសូមចេះឈឺខួរផងកុំដោយសារតែឯងធ្វើឲ្យគេថោកជាមួយសារបង្ហោះខាងលើរបស់អ្នកនាងសុភ័ក្រកុសុមៈត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនលើកឡើងថាកំពូចចៅសៀមលួចតាំងពីស្រូវអង្គរលួចទាំងរបស់របរប្រជាពលរដ្ឋកម្ពុជាហើយស្រែកចង់បានសេចក្តីថ្លៃថ្នូរមិនបាច់ខឹងមិនបាច់ចងគំនុំដាក់បណ្ដាសាអ្នកណាឡើយកម្មអ្នកណាសាងអ្នកនោះទទួលហើយមិនបាច់ជេរម៉ែមិនបាច់ជេរឪវាទេកុំឲ្យបាប់មាត់យើងជាខ្មែរខំរក្សាសិលធ្វើបុណ្យធ្វើសេចក្តីល្អទាំងឡាយរមែងកើតអំពើទង្វើទាំងនោះ